សូមអរគុណលោក Zachary ប៉ុន្តែខ្ញុំមិនមែនជាមនុស្សដែលត្រូវពឹងផ្អែកលើបុរសទេជីវិតរបស់ខ្ញុំអាចឈរលើជើងខ្លួនឯងបានរាជធានីជាទីក្រុងដែលសម្បូរទាំងអ្នកមានសមត្ថភាពនិងធនធានការជួញដូរនៅទីនោះក៏កំពុងរីកចម្រើនផងដែរទោះលោកមិនពេញចិត្តនឹងខ្ញុំក៏ដោយការទៅរាជធានីដើម្បីធ្វើជំនួញនៅតែជាជម្រើសដ៏ល្អបំផុតរបស់លោក Zachary ពេលនេះយើងក៏បាននិយាយចប់អស់ហើយអាហារលាគ្នាក៏បានបញ្ចប់សូមធ្វើដំណើរត្រឡប់ទៅរាជធានីដោយសុវត្ថិភាពឆ្លោមិនបាច់ប្រញាប់ឆ្លើយតបទេខ្ញុំនឹងរងចាំនៅរាជធានីលេងខ្ញុំដកដៃចេញតើកំពុងធ្វើអ្វីលេងខ្ញុំទៅហេតុអ្វីមិនព្រមលេងយាយចាស់កូនប្រុសឯងត្រូវនិរទេសទៅ5ឆ្នាំហើយចង់ឲ្យខ្ញុំរស់ដូចស្ត្រីមេម៉ាយមែនឬនារីអាក់ឯងយកលុយរបស់គ្រួសារយើងទៅអស់តើយើងចាស់2នាក់នឹងរស់នៅយ៉ាងម៉េចចាប់តាំងពីខ្ញុំរៀបការចូលគ្រួសារឯងខ្ញុំធ្វើការលំបាកដូចសត្វបម្រើគេសូម្បីតែបាយឆ្អែតមួយពេលក៏មិនដែលបានញ៉ាំនេះជាអ្វីដែលត្រកូលមើលលើជំពាក់ខ្ញុំលុយអស់រលីងហើយតើយើងនឹងរស់នៅយ៉ាងម៉េចនាងកូនអកុសលនាងធ្វើឲ្យកូនប្រុសខ្ញុំត្រូវនិរទេសនាងគ្រាន់តែជាអ្នកមកទារបំណុលជំនួសម្ដាយនាងជាមនុស្សនាំគ្រោះដល់ត្រកូល Miller លោកពូ Arthur បានធ្វើបាបទាំងខ្លួនឯងនិងអ្នកដទៃនេះហើយជាលទ្ធផលដែលគាត់ត្រូវទទួលតាមពិតយើងគួរតែអរគុណលោកតាលោកយាយពួកគាត់ចិញ្ចឹមគាត់ឲ្យក្លាយជាមនុស្សអួតអាងទើបនាំឲ្យគាត់ជួបថ្ងៃនេះឆ្លោគ្រប់យ៉ាងជាកំហុសរបស់ខ្ញុំបើឯងអាចនាំប្អូនប្រុសទាំងពីររបស់ឯងត្រឡប់មកវិញយើងនៅតែជាគ្រួសារដដែលមែនហើយកូនសម្លាញ់យើងជាគ្រួសារតែមួយសាច់អ្វីសាច់ដែលឆ្លោត្រឡប់មកត្រកូលមើលដើម្បីបម្រើអ្នកចាស់ឬនេះហៅថាពួកយើងផ្ដល់កិត្តិយសឲ្យឯងហើយពួកចាស់ឈួតទាំងពីរអ្នកនេះហ៊ាននិយាយមកខ្ញុំបែបនេះឬពួកឯងបានសម្លាប់ម្ដាយខ្ញុំធ្វើបាបប្អូនប្រុសខ្ញុំហើយឥឡូវឃើញជីវិតពួកយើងប្រសើរឡើងក៏ចង់មកពឹងផ្អែកលើពួកយើងទៀតកុំសង្ឃឹមទោះខ្ញុំមិនអាចកាត់ទោសឯងឲ្យបែកខ្លួនក៏ដោយតែឥឡូវឯងគ្មានអ្វីសល់ទៀតហើយអ្វីដែលឯងអាចធ្វើបានគឺមើលដោយអស់សង្ឃឹមមើលខ្ញុំនិងប្អូនប្រុសរស់នៅកាន់តែប្រសើរឡើងខណៈពេលឯងរស់ក្នុងទុក្ខវេទនានិងស្រេកឃ្លានរហូតដល់ស្លាប់តាចាស់តើយើងបានចិញ្ចឹមមនុស្សបែបណាមកនេះចប់ហើយគាត់ចប់ហើយឈ្មោះវែងនៅទីនេះពិតមែនឬព្រះអង្គអូនប្រុសរបស់កញ្ញាឈ្មោះបានប្រឡងជាប់ថ្នាក់ស្រុកហើយល្អណាស់អស្ចារ្យណាស់អបអសាទរតោះត្រឡប់ទៅរាជធានីវិញឈ្មោះខ្ញុំសន្យាយើងនឹងបានជួបគ្នាម្ដងទៀតអបអសាទរ River បាននាំកិត្តិយសមកកាន់ភូមិយើងហើយ River មិនទាន់មានអាយុ12ឆ្នាំផងក៏ក្លាយជាបាញ់វុនរួចទៅហើយមនុស្សបែបនេះកម្រមានមួយក្នុងរយៈពេលមួយសតវត្សពិតជាក្មេងប្រុសមានអនាគតណាស់សូមចូលមកអង្គុយសិនទៅវីវរបស់ខ្ញុំត្រឡប់មកវិញហើយថ្ងៃដ៏ពិសេសបែបនេះខ្ញុំបានអង្វរ Dr. Phantom ឲ្យអនុញ្ញាតឲ្យខ្ញុំត្រឡប់មកពិតណាស់ខ្ញុំត្រូវតែមកវិញរឿងតូចតាចបែបនេះក៏ដោះស្រាយមិនបានផងតើទុកឯងមានប្រយោជន៍អ្វីសូមព្រះអង្គអភ័យទោសចំពោះភាពអសមត្ថភាពរបស់ទូបង្គំសូមព្រះអង្គមេត្តាលើកលែងទោសទូបង្គំផងព្រះមហាក្សត្រពេលត្រឡប់ទៅវិមានអ្នកអុកញ៉ាវិញចូលបិទមាត់ឲ្យចិត្តយល់ហើយឬនៅព្រះករុណាអូជីរ៉ុនទោះឯងជាប្អូនប្រុសរបស់ខ្ញុំក៏ដោយហើយយ៉ាងម៉េចខ្ញុំនឹងកំទេចឯងដូចកំទេចស្រមោចមួយក្បាលវាងាយស្រួលដល់ម្លឹងលោកឪពុកលោកម្ដាយកូនត្រឡប់មកហើយអូនៅចាំបានថានេះជាផ្ទះឯងដែរបាត់ខ្លួនយូរបែបនេះមិនផ្ញើដំណឹងមកសំបីតែមួយម៉ាត់បើកាលនោះយើងមិនទទួលយកឯងមកចិញ្ចឹមទេតើឯងនឹងមានជីវិតមកដល់ថ្ងៃនេះឬដូចម្ដាយដែលស្លាប់ទៅរបស់ឯងដែរតែងតែធ្វើអ្វីតាមចិត្តមិនគិតពីអ្វីទាំងអស់ខ្ញុំនឹងទៅបន្ទប់របស់ខ្ញុំលោកម្ចាស់សូមមើលគាត់ចុះគួរឲ្យអាម៉ាស់ណាស់
មែនពិតជាគួរឲ្យអាម៉ាស់មែនទោះយ៉ាងណាគាត់ក៏ជាប្អូនបង្កើតរបស់ព្រះមហាក្សត្រយើងមិនអាចធ្វើហួសហេតុពេកទេកាលនៅក្នុងវាំងពេលមានការបះបោរម្ដាយរបស់គាត់បដិញ្ញាតស៊ូដណ្ដើមតំណែងរាជទាយាទបើលោកមិននាំគាត់ចេញពីវាំងទេតើគាត់នៅអាចរស់ដល់ថ្ងៃនេះឬលោកគួរតែរកស្ត្រីធម្មតាម្នាក់ឲ្យគាត់រៀបការឲ្យគាត់ចាក់ចេញពីវិមាននេះទៅបង្កើតគ្រួសារផ្ទាល់ខ្លួនបានហើយខ្ញុំនឹងរៀបចំ